លោកកឹមសុខសូមជម្រាបសួរម្ដងទៀតបាទបាទជំរាបសួរបាទហើយសូមទោសផងខ្ញុំចេះច្រឡំមាត់ថាកឹមសុខតាមពិតលោកឈ្មោះកឹមសុខបាទលោកកឹមសុខគឺជាអ្នកឃ្លាំមើលការវិវត្តសង្គមហើយនិងនយោបាយលោកដូចខ្ញុំបានរៀបរាប់ពីដំបូងមកហើយការវិវត្តនយោបាយប្រហែលថ្ងៃនេះគឺថាសឹងតែមិនជឿលោកកឹមសុខាពីអតីតអ្នកជាប់ឃុំឃាំងនៅក្នុងគុកខ្លួនឯងដាក់គុកខ្លួនឯងคล้ายទៅជាប្រធានក្រុមតំណាងរាស្ត្រឬមួយក៏ក្រុមសម្លេងភាគតិចអ្វីត្បិតតែគណៈបកសង្គ្រោះជាតិប្រកែកថាមិនមែនក៏ដោយចុះប៉ុន្តែនៅខាងសភាវិញនៅខាងគណៈបកប្រជាជនកម្ពុជាវិញថានឹងហើយគឺជាប្រធានក្រុមភាគតិចហើយដែលមានតំណែងនឹងគឺប្រហាក់ប្រហែលស្មើនឹងនាយករដ្ឋមន្ត្រីអីជាដើមតើហើយលោកកឹមសុខាខ្លួនឯងផ្ទាល់បន្ទាប់ពីបានទទួលតំណែងនេះមកបានទទួលការលើកលែងទោសនេះមកក៏មានឃើញប្រើប្រាស់សម្ដីនឹងក៏សមរួមណាស់ជាមួយលោកនាយករដ្ឋមន្ត្រីអីជាដើមតើនេះជាសញ្ញាល្អសម្រាប់ប្រទេសកម្ពុជាឬទេដែលទីបំផុតខ្មែរគ្នាឯងចាប់ផ្ដើមមើលសញ្ញាវិជ្ជមានទៅគ្នាទៅវិញទៅមកហើយដើម្បីចាប់ដៃគ្នាកសាងប្រទេសជាតិដោយត្រឹមត្រូវឬមួយក៏ជាសញ្ញាមិនល្អមានអីនៅពីក្រោយឆាកបើតាមលោកកឹមសុខដែលជាអ្នកឃ្លាំមើលមានទស្សនៈបែបណាបាទសូមជើញវាជាសញ្ញាល្អសម្រាប់ប្រទេសជាតិកាលណាយើងឃើញរូបភាពអ្នកនយោបាយប្រជែងគ្នាកັບចាក់គ្នាក្តៅពីមុននោះមកអាចនិយាយគ្នាបានអានឹងជាចំណុចសំខាន់ដែលយើងស្វាគមន៍ក៏ប៉ុន្តែតាមដែលខ្ញុំឃ្លាំមើលតាំងពីដើមរហូតមកដល់បច្ចុប្បន្នពាក្យថាបង្រួបបង្រួមជាតិរបស់អ្នកនយោបាយខ្មែរដើម្បីអនាគតប្រទេសជាតិពីដើមមកវាគ្រាន់តែជាល្បិចក្នុងការបែងជើងគ្នាទេហើយក្នុងពេលបច្ចុប្បន្នយើងក៏ពិបាកស្មានដែរពិបាកស្មានថាតើវាជាសេចក្តីស្មោះត្រង់ដោយដែលលោកប្រធានស្ដីទីនៃគណៈបកសង្គ្រោះជាតិលោកកឹមសុខាមានប្រសាសន៍ឬមួយក៏ដូចប្រវត្តិនៃការចាប់ដៃគ្នានិយាយអួតពីការបង្រួបបង្រួមជាតិដោយពីមុនជាឧទាហរណ៍រវាងព្រះអង្គម្ចាស់នរោត្តម រណរដ្ឋនិងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាដើមប៉ុន្តែខ្ញុំមើលចំណុចចុងក្រោយនេះអត់ឃើញថាវាជាសញ្ញានៃការបង្រួបបង្រួមគ្នាក្នុងសុឆន្ទៈជាតិទេខ្ញុំមើលឃើញថាវាជាយុទ្ធសាស្ត្រនយោបាយដើម្បីបំបាក់ទឹកចិត្តគំនិតគ្រប់គ្រងនៃអ្នកគណៈបកសង្គ្រោះជាតិសកម្មជនហើយនិងប្រជាពលរដ្ឋដែលបច្ចុប្បន្នកំពុងផុសផុលគ្រប់គ្រងគណៈបកសង្គ្រោះជាតិពីព្រោះសម្លឹងឃើញការផ្លាស់ប្ដូរនៅពេលខាងមុខហើយគណៈបកសង្គ្រោះជាតិខ្លួនឯងមែនទែនទៅក៏ពិបាកបន្ទោសដែរក្នុងកលៈទេសៈនេះគឺត្រូវតែបង្ខំចិត្តធ្វើបែបហ្នឹងហើយដើម្បីសង្គ្រោះស្ថានភាពជាក់ស្ដែងប្រសិនបើមិនធ្វើបែបហ្នឹងវាហាក់ដូចជាថាបើរើស្លាប់បើសំងំខ្សោយវាចូលដល់ស្ថានភាពហ្នឹងហើយបើរើគឺលោកកឹមសុខាក្តីមិនអាចរួចផុតបានទេពីការរួចខ្លួននិយាយថាបើរើហ្នឹងមានន័យថាបើហ៊ានតតាំងជាមួយគេក្នុងបញ្ហាជាតិធំដូចពីមុនมันអាចទៅរួចទេដូច្នេះមានតែសំងំការសំងំហ្នឹងជាធម្មតាត្រូវប្រជាពលរដ្ឋមើលឃើញថាខ្សោយហើយកាលណាប្រជាពលរដ្ឋមើលឃើញថាខ្សោយដូច្នេះមានតែគណៈបកសង្គ្រោះជាតិខ្លួនឯងត្រូវចេះធ្វើការឲ្យបានម៉ត់ចត់រឹងមាំដើម្បីបង្ហាញពលរដ្ឋចំណុចដែលសំខាន់បង្ហាញពលរដ្ឋថាខ្លួនមិនបែកបាក់គ្នាទេលោកកឹមសុខានិងលោកសំរងស៊ីដែលធ្លាប់និយាយនៅពាក្យថាសំរងស៊ីនិងលោកកឹមសុខាគឺតែមួយអានឹងបើទោះបីជាមិនហ៊ាននិយាយពាក្យនឹងក៏ដោយត្រូវបង្ហាញសកម្មភាពជាប្រចាំនឹងល្អអុកល្អឿនបែបណាមួយប្រាប់ប្រជារាស្ត្រថាអ្នកទាំងពីរគឺនៅតែមួយមែនបើទោះបីជាមិននិយាយជាយុទ្ធសាស្ត្រកុំឲ្យគេនោះចាប់ថ្នាក់បានថាអញ្ចេះអញ្ចោះពីព្រោះរឿងកិច្ចចរចាសម្ងាត់យើងមិនដឹងថាពួកគាត់និយាយអំពីអីទេបាទដូច្នេះហើយកន្លែងហ្នឹងចំណុចទី2រឿងគណៈបកសង្គ្រោះជាតិត្រូវជៀសវាងឲ្យបានជៀសវាងឲ្យបានជាក់ស្ដែងនៅការទាញចូលក្នុងបញ្ហាប្រទេសជាតិដែលជាកំហុសបង្កើតឡើងដោយគណៈបកកាន់អំណាចកន្លងមកខ្ញុំឧទាហរណ៍រឿងព្រំដែនជាដើម
ណារឿងអន្តោប្រវេសន៍ជាដើមរឿងវិធានសនាសេដ្ឋកិច្ចជាតិដែលធ្វើឡើងដោយអ្នកជិតខាងយើងមួយចំនួនជាដើមដូច្នេះត្រូវជៀសវាងបញ្ហាដែលពលរដ្ឋមើលឃើញថាគណៈបកប្រជាជនកម្ពុជាបានធ្វើខុសធ្ងន់ណាស់ចំពោះប្រទេសជាតិរបស់ខ្លួនហើយជៀសវាងកុំយកខ្លួនទៅសោកដោយអ្វីដែលយើងធ្លាប់ឃើញកន្លងមកព្រះអង្គម្ចាស់នរោត្តមរណរដ្ឋធ្លាប់យកខ្លួនទៅភ្ជាប់ជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងការធ្វើរដ្ឋធម្មនុញ្ញបន្ថែមដែលធ្វើឲ្យប្រជារាស្ត្រអស់ជំនឿនិងសង្ស័យរហូតមកដល់បច្ចុប្បន្នហើយបាត់ការគ្រប់គ្រងយ៉ាងគំហុកគ្មានកៅអីសូម្បីតែមួយកៅអីនៅក្នុងសភាបាទអញ្ចឹងចំពោះលោកកឹមសុខយុទ្ធសាស្ត្ររបស់គណៈបកប្រជាជនកម្ពុជាបែបនេះគឺជាយុទ្ធសាស្ត្រដដែលប្រវត្តិសាស្ត្រវិលមកដដែលឡើងវិញហើយបើតាមស្ដាប់មើលទៅគណៈបកប្រជាជនកម្ពុជាពេលនេះបាញ់ព្រួយមួយបានចាប់3ចាប់ទី1បើតាមលោករៀបរាប់មិញគឺថាបន្សាបការគ្រប់គ្រងរបស់គណៈបកសង្គ្រោះជាតិពីសំណាក់ប្រជាពលរដ្ឋផងចាប់ទី2ហ្នឹងគឺថាអាចបង្កឲ្យមានការបែកបាក់ផ្ទៃក្នុងរវាងលោកសំរងស៊ីនិងលោកកឹមសុខាផងហើយចាប់ទី3ហ្នឹងគឺថាទាញឲ្យគណៈបកសង្គ្រោះជាតិហ្នឹងមកផ្ដល់ភាពស្របច្បាប់ទៅអំពើអ្វីដែលគណៈបកប្រជាជនកម្ពុជាបានធ្វើកន្លងមកផងខ្ញុំសង្ខេបនឹងត្រូវទេវាអាចអញ្ចឹងបាទវាអាចអញ្ចឹងក្នុងន័យហ្នឹងហើយបាទហើយចុះតើធ្វើម៉េចដើម្បីឲ្យគណៈបកសង្គ្រោះជាតិអាចមិនមានវាសនាដោយគណៈបកហ៊ុនស៊ិនប៉ិចនៅបានពីព្រោះគណៈបកហ៊ុនស៊ិនប៉ិចក៏ស្តៀងនឹងដែរធ្វើរដ្ឋប្រហារដេញឬមួយក៏គេហៅថាព្រឹត្តិការណ៍ថ្ងៃ6ថ្ងៃ7កក្កដាហ្នឹងព្រះអង្គម្ចាស់រណរិទ្ធគឺគេចចេញពីស្រុកបាត់ទៅបន្ទាប់មកទៀតក៏មានការបោះឆ្នោតទៅព្រះអង្គម្ចាស់នរោត្តមរណរដ្ឋឡើងធ្វើជាប្រធានសភាទៅទីបំផុតទៅបានអំណាចទៅបានត្រឹមតែរលាយខ្លួនតើករណីតម្លើងបណ្ដេញដេញចាប់ដាក់គុកហើយបន្ទាប់មកទៀតក៏លែងវិញបន្ទាប់មកទៀតក៏លើកលែងទោសវិញហើយឲ្យតំណែងទៅវិញនេះតើអាចនឹងមានវាសនាស្តៀងគ្នានឹងដែរទេឬមួយក៏រចនាសម្ព័ន្ធរបស់គណៈបកសង្គ្រោះជាតិពេលនេះអាចខុសគ្នាពីគណៈបកហ៊ុនស៊ិនប៉ិចហើយពួកគាត់ក៏ធ្លាប់តែប្រកាសដែរថាមិនដូចគ្នាទេការដួលរលំនៃគណៈបកហ៊ុនស៊ិនប៉ិចគឺជាមេរៀនមួយសម្រាប់គណៈបកសង្គ្រោះជាតិហើយអ្វីដែលសំខាន់ជាយុទ្ធសាស្ត្រខ្ញុំលើកយក5ចំណុចដើម្បីផ្ដល់ជូនគណៈបក្សសង្គ្រោះជាតិក្នុងការទប់បញ្ហាទប់លំនឹងនិងបង្កើនឬក៏រក្សាការគ្រប់គ្រងរបស់ខ្លួនពីព្រោះការគ្រប់គ្រងរបស់ខ្លួនរបស់គណៈបក្សសង្គ្រោះជាតិនិយាយឲ្យចំយើងជាអ្នកតាមដាននិយាយតាមបែបតាមដានទៅគឺខ្ពស់ណាស់ខ្ពស់ប្រកាសជាឈ្នះឆ្នោតប្រសិនបើគណៈបក្សសង្គ្រោះជាតិអាចទប់លំនឹងបញ្ហាហើយកោជបនៅមានយន្តការយុត្តិធម៌ប្រហែលជា 80% សម្រាប់ការបោះឆ្នោតហ្នឹងខ្ញុំជឿជាក់ថាគណៈបក្សសង្គ្រោះជាតិឈ្នះដូច្នេះគណៈបក្សសង្គ្រោះជាតិទី1គួរតែបង្ហាញដល់ប្រជាពលរដ្ឋថាក្រុមមេដឹកនាំរបស់ខ្លួននឹងនៅតែមានភាពជិតស្និទ្ធដោយយើងប្រើប្រាស់ពាក្យពេចន៍សម្ដីទាំងឡាយណាធ្វើម៉េចកុំឲ្យជាប់ជាកំហុសដែលគណៈបកប្រជាជនកម្ពុជាគេអាចចាប់បានហើយយកទៅប្តឹងផ្ដាល់នៅក្នុងតុលាការដូច្នេះប៉ុន្តែអ្វីដែលយើងត្រូវបង្ហាញគឺលោកសំរងស៊ីនិងលោកកឹមសុខានិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈបក្សសង្គ្រោះជាតិផ្សេងទៀតត្រូវចេះមានវិន័យផ្ទាល់ខ្លួនវិន័យផ្ទៃក្នុងបកហើយផ្សព្វផ្សាយនិយាយចេញទៅធ្វើយ៉ាងម៉េចបង្ហាញពលរដ្ឋឲ្យឃើញថាខ្លួនពិតជារឹងមាំនៅជាមួយគ្នាទោះបីជាមិនហ៊ានប្រើពាក្យក្តុងក្តាំងដូចពីមុនក៏ដោយអានឹងធ្វើឲ្យជាបទពិសោធន៍ដែលគណៈបកហ៊ុនស៊ិនប៉ិចអត់មានទេគណៈបកហ៊ុនស៊ិនប៉ិចចូលទៅក្នុងរដ្ឋាភិបាលចាប់ដៃជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្រុមពួកមន្ត្រីធំផ្ទៃក្នុងនេះចាប់ហែកគ្នាដោយរឿងប្រយោជន៍មិនត្រឹមត្រូវមិនបានអ្នកនេះចោទអ្នកនោះចោទអ្នកនេះទេយើងកុំជជែករឿងអស់ហ្នឹងប៉ុន្តែគាត់ថាយើងមើលឃើញអញ្ចឹងដូច្នេះគណៈបកសង្គ្រោះជាតិទី1នឹងត្រូវជៀសវាងឲ្យបានចំណុចហ្នឹងទី2គឺធ្វើយ៉ាងណាប្រព័ន្ធព័ត៌មានរបស់គណៈបក្សសង្គ្រោះជាតិនឹងឲ្យខ្លាំងប៉ុន្តែខ្ញុំមើលឃើញស្ថានភាពបច្ចុប្បន្នជាការអនុគ្រោះមួយដែលមាន Facebook ទោះបីជាមិនមានទូរទស្សន៍វិទ្យុពេញប្រទេសដែលផ្សព្វផ្សាយគ្រប់គ្រងគណៈបក្សសង្គ្រោះជាតិក្តីដូច្នេះក៏អាចមាន Facebook ដែរមាន Facebook និងពង្រីកប្រព័ន្ធព័ត៌មានតាមសកម្មជនរបស់ខ្លួនឲ្យដល់មូលដ្ឋានគ្រប់ច្រកល្ហក
មានន័យថាបញ្ជូនសារហ្នឹងបញ្ជូនដោយផ្ទាល់ក្តីដោយវេទិកាសាធារណៈក្តីធ្វើយ៉ាងម៉េចឲ្យទៀងទាត់កុំឲ្យអ្នកគ្រប់គ្រងយល់ច្រឡំអំពីបញ្ហាមួយចំនួនដែលបានកើតឡើងហើយត្រូវពន្យល់អ្នកគ្រប់គ្រងឲ្យមានចរិតslow boat កុំច្រឡោតនៅក្នុងការតវ៉ានយោបាយឬក៏ការឆ្លើយតបនយោបាយផ្សេងទាំងនៅមូលដ្ឋាននិងនៅថ្នាក់ជាតិចំណុចទី3គឺមានបញ្ហាអីក៏ដោយគណៈបកសង្គ្រោះជាតិដូចជាការបំផុសនៅមនោគមវិជ្ជានយោបាយឬយុទ្ធវិធីឃោសនាផ្សព្វផ្សាយបំភាន់ផ្សេងគណៈបកសង្គ្រោះជាតិគឺត្រូវឆ្លើយឲ្យបានទាន់ពេលវេលាកុំទុកបញ្ហាចោលកុំដូចគណៈបកហ៊ុនស៊ិនប៉ិចប្រព័ន្ធព័ត៌មានខ្សោយណាហើយមិនចេះធ្វើប្រព័ន្ធព័ត៌មានខ្លួនឲ្យបានត្រឹមត្រូវដើម្បីផ្សព្វផ្សាយអានោះវាជារឿងសំខាន់នៅក្នុងការធ្វើនយោបាយតែប្រព័ន្ធព័ត៌មានយើងខ្សោយគេចេះតែសោកទៅបានណាប៉ុន្តែឧទាហរណ៍ថាចុះយើងសួរថាប្រសិនបើការធ្វើឲ្យមានការភ័ន្តច្រឡំលើព័ត៌មាននយោបាយមួយចំនួនដែលធ្វើឡើងដោយគណៈបកប្រជាជនវិញតើគណៈបកសង្គ្រោះជាតិត្រូវឆ្លើយយ៉ាងម៉េចព្រោះឥឡូវកំពុងល្អកល្អឿនគ្នាបាទយើងមិនចាំបាច់ឆ្លើយនៅក្នុងន័យក្តុងក្តាំងដូចពីមុនទេចេះអាយ៉ងចុះក្បត់ជាតិចេះក្បត់ជាតិចុះឈប់ប្រើពាក្យហ្នឹងប៉ុន្តែយើងពន្យល់ទៅសកម្មជនរបស់យើងនៅក្នុងសេចក្តីថ្លៃថ្នូរដោយតាមរយៈវេទិកាក្តីឬតាមរយៈវិទ្យុតាមរយៈ Facebook ក្តីដោយសេចក្តីថ្លៃថ្នូរបំផុតឲ្យសកម្មជនរបស់យើងយល់ហើយយល់អំពីទិសដៅសំខាន់របស់គណៈបកសង្គ្រោះជាតិដោយដែលគណៈបកសង្គ្រោះជាតិបានផ្សព្វផ្សាយអានឹងល្អហើយគឺថាគោលដៅសំខាន់គឺការបោះឆ្នោតដើម្បីឲ្យមានការផ្លាស់ប្ដូរជីវិតជំនាញអានឹងល្អហើយប៉ុន្តែជាសំខាន់ជាយុទ្ធសាស្ត្រធ្វើយ៉ាងម៉េចកុំឲ្យមានភាពក្តុងក្តាំងនយោបាយពីព្រោះនៅប្រទេសកម្ពុជាអត់បានទេធ្វើក្តុងក្តាំងនយោបាយច្បាប់វាមិនស្ថិតនៅលើអំណាចនៃក្របខ័ណ្ឌច្បាប់ទេវាស្ថិតនៅក្នុងរបៀបរបបនៃការចាត់ការរបស់មនុស្សមួយក្រុមតូចទេដូច្នេះយើងត្រូវកុំត្រូវក្តុងក្តាំងឲ្យសោះបាទអាហ្នឹងចំណុចទី3សុំទោសចំណុចទី4ហើយចំណុចទី5គឺថាធ្វើយ៉ាងណាខ្ញុំឧទាហរណ៍មួយធ្វើសន្សំបានន័យថាធ្វើដោយប្រយ័ត្នដោយយើងចាក់ទឹកចូលដបអញ្ចឹងដោយការប្រុងប្រយ័ត្នដោយសន្សំនិយាយរួមកុំឆេវឆាវក្នុងយុទ្ធសាស្ត្ររបស់គណៈបកធ្វើយ៉ាងណាបញ្ជ្រាបព័ត៌មានឲ្យបានយល់ដឹងខ្ពស់ទៅដល់សកម្មជនពីព្រោះយើងត្រូវយល់ក្នុងកលៈទេសៈនេះគណៈបកប្រជាជនអ្វីដែលគេលើកលែងទោសឲ្យលោកកឹមសុខាគេលើកលែងមិនមែនលើកលែងទោសឬនិយាយឲ្យចំទៅវាគ្មានទោសអីទេប៉ុន្តែលើកលែងឲ្យមានសេរីភាពធ្វើនយោបាយរបស់លោកកឹមសុខាគឺជាការសម្បទានคล้ายៗមួយដែលមិនមានសុចរិតភាពក្នុងឆាកនយោបាយកម្ពុជាបច្ចុប្បន្ននឹងទេដូច្នេះអ្វីដែលគេធ្វើគឺជាល្បិចបើជាល្បិចដូច្នេះរឿងសំខាន់ជាអាយុជីវិតជាតិច្រើនណាដែលគេនឹងទាញគណៈបកសង្គ្រោះជាតិឲ្យពាក់ព័ន្ធចំណុចហ្នឹងគណៈបកសង្គ្រោះជាតិត្រូវចេះគិតធ្វើហើយនឹងបង្កើតយុទ្ធសាស្ត្ររបៀបម៉េចរបៀបសន្សំរបៀបគុំហុករបៀបគ្រាន់តែចង់យកចិត្តគេហើយចូលក្នុងធ្លុងនយោបាយគេដើម្បីឲ្យគេផ្សព្វផ្សាយតាមអ្វីដែលគេចង់បានអាហ្នឹងគឺធ្លាក់ទៅក្នុងអន្ទាក់នយោបាយគេហើយដូច្នេះត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់អំពីចំណុចទាំងអស់ហ្នឹងជាគំនិតរបស់ខ្ញុំបាទតកតងចំណុចទី5របស់លោកអំពីរឿងការលើកលែងឲ្យមានសេរីភាពឬមួយក៏ពីខាងគណៈបកប្រជាជនកម្ពុជាវិញថាលើកលែងទោសក៏ដោយចុះក៏លើកលែងតែទោសមួយទេពីទោសដែលគាត់មិនទៅបង្ហាញខ្លួននៅតុលាការបាទលោកតានឹងលើកលែងទោសតែមួយទេនៅមានតកតងនឹងស្រីស្អាត2នាក់ទៀតនោះដែលជាចៅស្រី2នាក់ទៀតនោះដែលកំពុងតែគំរាមថាបើមិនសុំទោសទេនឹងគឺថានឹងតាមប្តឹងតទៅទៀតតើចំពោះលោកកឹមសុខវិញតើលោកកឹមសុខាដើម្បីបញ្ចប់សាច់រឿងស្រីស្អាត2នាក់ទៀតហ្នឹងគឺចេញមុខសុំទោសស្រីស្អាតម្នាក់ហ្នឹងទៅចៅស្រីហ្នឹងទៅវាគ្មានអីជាគំនិតដែលត្រូវសុំទោសទេបើយើងមែនទេទៅត្រូវសុំទោសទៅតែរកឲ្យឃើញថានោះវាជាកំហុសពិតប្រាកដបាទបានយើងត្រូវសុំទោសឥឡូវរឿងនោះជាកំហុសពិតប្រាកដឬអត់យើងត្រូវជជែកមើលថាអាខ្សែអាត់នោះវាចេញមកពីណារកប្រភពដើមមកអ្នកណាអ្នកបញ្ចេញហើយវាមានរបៀបរបបប៉ះពាល់ដល់សិទ្ធិលោកកឹមសុខាដែរទេនិយាយអំពីយុត្តិធម៌ហើយតើអ្នកណាជាអ្នកពាក់ព័ន្ធខ្លះប្រសិនបើ
ដោះស្រាយតាមផ្លូវច្បាប់អានេះទុកឲ្យអ្នកច្បាប់ណាប៉ុន្តែរឿងដែលសំខាន់ប្រសិនបើរឿងនឹងត្រូវសុំទោសលោកកឹមសុខាត្រូវសុំទោសតើតែរកឲ្យឃើញការពិតសិនតែអ្នកណាពាក់ព័ន្ធខ្លះអ្នកណាបញ្ចេញជាពិសេសអ្នកបញ្ចេញឯកសារនឹងរកការពិតឲ្យឃើញដូច្នេះអានឹងហើយដែលយើងត្រូវយល់អំពីតម្លៃនៃយុត្តិធម៌ក្នុងសង្គមជាតិជាក់ស្ដែងវាមិនមែនលោកគិតយ៉ាងណាដែលយើងសុំកាត់ចុះពីពេលវេលាវាខ្លីណាស់ទៅហើយលោកគិតយ៉ាងណាដែរដែលលោកតាលើកលែងទោសឲ្យស្រាប់អាចារ្យត្រីនៅតែចាប់បខំឲ្យសុំទោសនោះហេតុអីក៏មានយុទ្ធវិធីបែបនេះជាយុទ្ធសាស្ត្រអាហ្នឹងគឺនៅតែជាយុទ្ធសាស្ត្រទេយើងមើលហេតុអ្វីបានជាត្រូវលើកលែងទោសលោកកឹមសុខាតែម្នាក់ឯងលើកលែងឲ្យមានសេរីភាពលោកកឹមសុខាតែម្នាក់ឯងអាចចុះអ្នកផ្សេងទៀតដែលជាប់ពាក់ព័ន្ធក្នុងរឿងនឹងដែរមិនក៏មិនកាត់ឲ្យរួចទោសឬលើកលែងទោសគាត់ផងមានកំហុសអីណាលោកសំរៀងស៊ីរឿងអស់នោះជារឿងតាំងពីមុនមកសកម្មជនគណៈបកសង្គ្រោះជាតិបកកោកអ្នកដឹកនាំហើយនិងសកម្មជនសិទ្ធិមនុស្សមានទាំងមន្ត្រីជាន់ខ្ពស់កោជបផងដូច្នេះរឿងទាំងអស់ហ្នឹងវាដូចដែលខ្ញុំបញ្ជាក់តាំងពីដំបូងវាគឺជាគន្លឹះនយោបាយគេគ្រាន់តែប្រឡែងមកផ្លែតទេប៉ុន្តែគេនឹងអុកឲ្យប្រសិនបើបញ្ហាមួយចំនួនដែលគេទាញលោកកឹមសុខាមកឲ្យធ្វើតាមគេហើយលោកកឹមសុខាធ្វើមិនបានដូច្នេះដើម្បីកុំឲ្យមានវាសនាដោយហ្វុនស៊ិនពេចមួយម៉ាត់យ៉ាងខ្លីដើម្បីកុំឲ្យមានវាសនាដោយហ្វុនស៊ិនពេចយ៉ាងខ្លីសង្ខេបចំណុចទាំងឡាយរបស់លោកមានពេលតែ30 second នេះតើ CNRP គណៈបកសង្គ្រោះជាតិធ្វើយ៉ាងណាអ្នកដឹកនាំត្រូវបង្ហាញថាមិនបែកគ្នារឿងសំខាន់អ្នកដឹកនាំបង្ហាញថាកុំបែកគ្នាឲ្យសោះហើយបង្កើតយុទ្ធសាស្ត្រឲ្យយ៉ាងម៉េចបញ្ជ្រាបព័ត៌មានដែលខ្លួនបានធ្វើគឺដើម្បីផលប្រយោជន៍របស់ប្រទេសជាតិពិតប្រាកដហើយនឹងដើម្បីឈានទៅដល់ការផ្លាស់ប្ដូរជាវិជ្ជមានដែលគណៈបកសង្គ្រោះជាតិបានដាក់ចេញបាទអរគុណលោកកឹមសុខពេលវេលាដល់ទៅហើយខ្ញុំបាទស្ដាយណាស់ដែលមិនបានទៅជែកវែងឆ្ងាយជាងនឹងប៉ុន្តែសង្ឃឹមពេលក្រោយទៀតហើយយើងក៏នឹងព្យាយាមអញ្ជើញលោកកឹមសុខាដើម្បីមកជជែកតទល់ដើម្បីឲ្យលោកបានបកស្រាយក្នុងចំណុចនេះនៅក្នុងការផ្សាយរបស់យើងជាបន្តទៅទៀតនៅថ្ងៃទៅសប្តាហ៍ក្រោយនេះយើងសង្ឃឹមថាយើងនឹងបានទទួលការយល់ព្រមពីលោកកឹមសុខាបាទសូមអរគុណលោកកឹម